មូលហេតុ4យ៉ាងដែលបុរសមានគ្រួសារមិនគួររកស្រីខាងក្រៅបដូររសជាតិថ្មីឬចង់ភ្លក់មុខម្ហូបថ្មីអាចជារឿងបុរសគ្រប់រូបចង់សម្រាប់អ្នកដែលមានភរិយាហើយទោះបីគ្រាន់តែជាការកម្សាន្តឬមនោសញ្ចេតនាពិតប្រាកដការស្វែងរកការរួមភេទជាមួយនឹងនារីខាងក្រៅមានគុណវិបត្តិច្រើនណាស់ខាងក្រោមនេះជាហេតុផល4យ៉ាងដែលអ្នកមិនគួរ 1. ការបែកបាក់គ្រួសារបើរឿងមិនបែកធ្លាយទេគ្រប់យ៉ាងនឹងប្រព្រឹត្តទៅយ៉ាងល្អប៉ុន្តែបើវាលេចធ្លាយវិញគ្រប់យ៉ាងនឹងអាចបញ្ចប់ឬចិត្តបញ្ចប់នារីគ្រប់រូបអាចមានចិត្តទូលាយក្នុងការចែករំលែករបស់ទាំងឡាយជាមួយនឹងនារីផ្សេងទៀតប៉ុន្តែសម្រាប់របស់នឹងគ្មាននារីណាម្នាក់ចង់ឬអាចនោះទេដូចនេះអ្នកត្រូវដឹងថាភរិយានឹងមិនអធ្យាស្រ័យឲ្យអ្នកឡើយប៉ុន្តែបើមានអធ្យាស្រ័យលើកនេះលើកក្រោយប្រហែលជាពិបាកហើយម្យ៉ាងវិញទៀតនាងនឹងអស់ជំនឿជាក់និងទំនុកចិត្តលើអ្នកមិនខានសូមរំលឹកម្ដងទៀតថាមូលហេតុធំចម្បងទី1ដែលធ្វើឲ្យគូស្វាមីភរិយាបែកបាក់គ្នាគឺអំពើផិតក្បត់នេះឯង 2. ខាតពេលវេលានិងលុយកាក់អូសក្រឡាធ្វើឲ្យអ្នកខាតពេលវេលានិងលុយជាច្រើនជាក់ស្ដែងបើសំណាងល្អអ្នកត្រូវប្រើប្រាស់ក្រឡាខ្លីឬលុយតិចក៏បានសម្រេចប៉ុន្តែបើសំណាងមិនសូវល្អវិញអ្នកត្រូវអស់ពេលនិងលុយយ៉ាងច្រើនរហូតដល់រាប់ខែក៏មាន 3. កេរ្តិ៍ឈ្មោះនិងកិត្តិយសទោះបីវាជារឿងទូទៅសម្រាប់បុរសប៉ុន្តែវាមិនមែនជារឿងល្អប៉ុន្មានទេសម្រាប់សង្គមមនុស្សភាគច្រើនឲ្យតម្លៃលើភាពស្មោះត្រង់និងសីលធម៌ដែលរឿងបែបនេះពិតជាផ្ទុយស្រឡះបើអ្នកជាជនល្បីឈ្មោះឬជាមេដឹកនាំផងរឿងនេះពិតជាមិនសូវល្អសម្រាប់ប្រជាប្រិយភាពរបស់អ្នកឡើយនារីខ្លះព្រមជាមួយនឹងអ្នកគ្រាន់តែចង់បានលុយពីអ្នកប៉ុណ្ណោះប៉ុន្តែនារីខ្លះទៀតចង់បានទាំងរូបអ្នកទៀតផង 4. សុខភាពនិងគ្រោះថ្នាក់កុំនិយាយថាខ្ញុំធ្វើបែបនេះពីព្រោះចង់កម្សាន្តដើម្បីទទួលបានអារម្មណ៍និងសុខភាពល្អប៉ុន្តែកុំភ្លេចថាលើពីការចំណាយពេលវេលានិងលុយកាក់អ្នកត្រូវចំណាយទាំងសុខភាពទៀតផងពេលខ្លះត្រូវចំណាយពេលផឹកស៊ីដើរកម្សាន្តអត់ដេកអត់ពួនផងដែរលើសពីនេះបើអ្នកធ្វេសប្រហែសអ្នកក៏អាចប្រឈមនឹងមេរោគជាច្រើនទៀតផងដែលមិនមែននាំតែផលលំបាកដល់អ្នកម្នាក់នោះទេវាអាចនាំទុក្ខដល់ក្រុមគ្រួសាររបស់អ្នកទៀតផងម្យ៉ាងវិញទៀតចៃដន្យបើប៉ះស្រីគេវិញប្រហែលជានាំគ្រោះថ្នាក់ដល់ខ្លួនផងដែរតាមពិតទៅមូលហេតុខាងលើដែលជាផលអាក្រក់ទាំងឡាយដែលបណ្ដាលមកពីការស្វែងរកនារីខាងក្រៅបុរសគ្រប់រូបសុទ្ធតែដឹងច្បាស់ប៉ុន្តែយើងគ្រាន់តែចង់រំលឹកម្ដងទៀតទាន់គ្រប់យ៉ាងមិនទាន់ហួសពេលអ្នកអាចថ្លឹងថ្លែងបានរវាងផលលំបាកទាំងឡាយនេះជាមួយនឹងការកំសាន្តឬសប្បាយរបស់អ្នកដកស្រង់ចេញពីសៀវភៅបណ្ដុំគំនិតភាគ1